បាទមើលលេខវាអាចទៅដល់133រតនកុមារដែលចូលសែនជ័យរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចាស់អូនពាន់នីរដ្ឋាភិបាលបងប្អូនចាំមកពីខាងព្រៃក្មេងព្រៃក្មេងតែឆ្អើឆ្ងាញ់ចាឥឡូវនេះឃើញថាខ្សែទឹកខាងក្នុងហាក់ដូចជាចាញ់បងបន្តិចបន្តួចទៅលើអត់ទាន់ថាម៉េចទេនៅប៉ិនមានល្អណាស់ពាក្យគ្នាល្អណាស់ចាំមើលដល់តែប្រកខណៈដកចាអីយ៉ាតិចទេបាទដកមិនតិចទេចាប្រែប្រួលចាមុននេះចាញ់ឈ្នះតែបន្តិចទេចាមុននេះចៅពេជ្រកុមារបុប្ផាជ្រោយថ្មរបស់ខេត្តកំពង់ចាមនេះគឺមានគេឈ្មោះល្បីល្បាញណាស់ឧបត្ថម្ភដោយអ្នកអង្គការហ៊ុនតូននិងលោកជំទាវនិងលោកអង្គការលេងហួរនិងលោកជំទាវចាសម្រាប់គូទី133តែជើងទី1ខណៈឈ្នះសូមបញ្សួយបញ្ជាក់បន្តិចបើថាគេសួរបាទតាមពីជើងទី1ណារតនកុមារដែលចូលសែនជ័យទទួលបានជារតនកុមារដែលចូលសែនជ័យក្នុងអរិយស័ព្ទទទួលជ័យជំនះតែបន្តិចទេចាំមើលជើងទី2ឥឡូវនេះប្រហាក់ប្រហែលគ្នាទៀតហើយមកដល់មុខព្រះពលាជ័យហ្នឹងខ្សែទឹកខាងក្នុងហាក់ដូចជាតាមហើយបាញ់មិញខ្សែទឹកខាងក្រៅហ្នឹងគាត់គាត់ដកហើយលើខ្សែទឹកខាងក្នុងហាក់ដូចជាតម្លើងហើយចាយកទូហើយក្នុងតម្លើងហើយក៏ប៉ុន្តែរតនៈហ្នឹងក៏បន្ថែមល្បឿនដែរបាទនៅសល់តែ4 5ខ្ទង់ទៀតទេខ្សែទឹកខាងក្រៅរតនកុមារដែលចូលសែនជ័យរបស់ក្រុងអរិយស័ព្ទខេត្តកណ្ដាលដែលឧបត្ថម្ភដោយបាទសវណ្ណកូវ៉ាមហារិទ្ធឯកស្ថានពណ៌លឿងទុកនេះអាចកងគ្នាក្បែរគ្នាជាមួយនឹងអវ័យរៀបត្បូងឃ្មុំចាអរគុណណាស់បងប្អូនក្រុមការងារផ្ទៃទឹកដែលល្វីល្វីមែនតើគាត់ល្វីល្វីរំពេមើលតែបងប្អូនយើងដើម្បីថែរក្សាសុខភាពជូនបងប្អូនយើងតែមានចន្លោះកន្លែងណាមួយគាត់ចូលផ្លែតតែម្ដងទៅដល់ក្រុមហ៊ុន Campaign ថ្នាំពណ៌ជាតិសូមអនុញ្ញាតបន្តធ្វើអត្ថាធិប្បាយបច្ចេកទេសគូពិសេសផែនទី1គូនេះគឺជាគូទី82ខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាសុវណ្ណពេជ្រគិរីរាជធានីភ្នំពេញដែលខំពីដំណាក់អាដាមឡើងវិញហើយបងប្អូនចាសម្រាប់សុវណ្ណពេជ្រគិរីនេះបដូរទៅនៅខ្សែទឹកខាងក្រៅនៅខ្សែទឹកខាងក្រៅវិញបាទអញ្ចឹងខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាកំពូលពេជ្រទាបាញ់សែនជ័យដែលជ័យមកពីខេត្តព្រៃវែងឧបត្ថម្ភដោយសម្ដេចពីជ័យសេនាទាបាញ់នៅពេលនេះកំពុងតែបងចាញ់ហើយដែលស្ថិតនៅខ្សែទឹកខាងក្នុងព្រោះសុវណ្ណពេជ្រគិរីដែលស្ថិតនៅខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌លឿងតម្រូវគឺទូគូទី83ទេបងប្អូនទូគូទី83ទេ212ទូលេខសម្គាល់200សូមអធិស្ឋានបាទទូ83ចឹងខ្សែទឹកខាងក្រៅចៅពេជ្រកុមារបុប្ផាជ្រួយថ្មផាជួយថ្មនេះបើតាមលេខរៀងនៅក្នុងបាទតារាងគូកងណាចាបាទហើយយើងចាំឲ្យច្បាស់យើងមើលលេខឲ្យឃើញច្បាស់យើងនឹងបន្តធ្វើការអធិប្បាយជូនឯកសណ្ឋានដូចគ្នាបែបនេះយើងមើលទៅឃើញទូកតែមួយប៉ុន្តែទូក2ពិតប្រាកដខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបហើយចៅពេជ្រកុមារបុប្ផាជ្រួយថ្មដៃជាទូកល្បីល្បាញមកពីខាងបង្កប់ចាកំពង់ចាមរបស់លោកជំទាវលៀងមួយឆេងចាសម្ដេចឧត្តមទេពញៀនចាហ៊ុនណេងចាអង្គញាឈនថារីជាមួយនៅរតនកុមារដែលចូលសែនជ័យអូយអរគុណដែរមករតនកុមារសែនជ័យមិញចំណោះទូកមកហ្នឹងយកត្រីឆ្អើមកញ៉ើរត់ដល់ខ្ញុំមួយខ្ញុំផងតែនិយាយណាអ្នកបែកក្មេងអើយមកហើយមិនដែលឃើញត្រីឆ្អើមកសោះមកមែនមកហើយអរគុណច្រើនចាអរគុណច្រើនព្រះអង្គសែនជ័យចាសូមទោសរតនកុមារដែលចូលសែនជ័យយើងសូមអរគុណឥឡូវរតនកុមារជួលសែនជ័យដូចជាចាញ់បងចៅពេជ្រកុមារជួយថ្មក៏ទុកល្អដែរទុកនេះគឺជាប់ចំណាត់ថ្នាក់នៅក្នុងអូយល្បីល្បាញចាំខាងកំចាមចាល្បីល្បាញណាអូឥឡូវមិនហើយបាទគឺរតនកុមារចាញ់បងទិញទួញបាទនេះចៅពេជ្រកុមារបុប្ផាជួយថ្មល្អណាឥឡូវនេះនាំមុខលើរតនកុមារបាទឈ្នះហើយនៅជើងទី1ចាឧបត្ថម្ភដោយលោកជំទាវលៀងមួយឆេងក្រៅនោះក៏ឲ្យក្រៅជាអ្វីប៉ះពាល់គ្នាទេចម្ងាយឆ្ងាយពីគ្នាអត់ធ្វើអីទេបាទណែរតនកុមារដែលចូលសែនជ័យបាទមិនហើយបាទត្រីឆ្អើឆ្ងាញ់មិនយកមកណាពីប្រអប់ចៅពេជ្រកុមារបុប្ផាជ្រោយថ្មរបស់លោកជំទាវលៀងមួយឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងអង្គញាឈនថារីជើងទី1ឈ្នះមួយសាហើយឥឡូវនេះមិនហើយរតនៈអើយនាំមកទៀតហើយទៅលើរតនកុមារដែលចូលសែនជ័យឈ្នះទៀតដល់លោកជំទាវឯកឧត្តមចាអ្នកបែកក្មេងថ្ងៃទី3នេះចាញ់ទាំងពីរជើងមិនហើយបាទរៀនធ្លាក់ដៃបន្តិចហ្នឹងតែអត់អីទេត្រីឆ្អើឆ្ងាញ់ដដែលត្រីឆ្អើ